សង្ស័យខ្លាចធ្លាក់នរកលែងបានចាប់ជាតិហើយបានជាអតីតមេបញ្ជាការភូមិភាគ2ថៃរត់ទៅបួសបែបនេះទំនងខ្លាចបាបធ្លាក់នរក18ជាន់លែងបានចាប់ជាតិដោយសារសាងបាបច្រើនពេកហើយមើលទៅបានជាអតីតមេបញ្ជាការយុទ្ធភូមិភាគ2ថៃលោកប៊ុនស៊ិនផាត់ខ្លាំងសម្រាប់បោះបង់ឯកសណ្ឋានយោធាថៃចោលរត់ចោលការងារដោយជ្រើសយកការសាងភ្នោះជំនួសវិញនៅលើបណ្ដាញសង្គមថៃកាលពីថ្ងៃទី9ខែមិថុនាឆ្នាំ2026គេបានផ្សព្វផ្សាយប្រងព្រាតថាអតីតមេបញ្ជាការយុទ្ធភូមិភាគ2ថៃជ្រើសយកផ្លូវព្រះធម៌ក្នុងព្រះពុទ្ធសាសនាដើម្បីក្រងស្បង់ចីវរជាព្រះសង្ឃហើយយ៉ាងណាក្រោយបរដ្ឋខ្មែរបានឃើញអតីតមេភូមិភាគ2ថៃដែលមានភ្នែកលៀនដូចក្តាមនេះបួសជាសង្ឃមហាជនខ្មែរបាននាំគ្នាលើកឡើងថាការបួសនេះមិនមែនត្រឹមតែមិនអាចបញ្ជូនកុសលឲ្យទាហានថៃដែលងាប់ទៅបានទេថែមទាំងធ្វើឲ្យពួកអស់នោះធ្លាក់នរកកាន់តែធ្ងន់ធ្ងរថែមទៀតគណៈអ្នកខ្លះទៀតថាខំលៀងបាបយ៉ាងណាក៏លៀងមិនជ្រះដែរព្រោះអាបាតឃ្លាំងនេះហើយជាអ្នកលមោបសង្គ្រាមដែលចូលមកឈ្លានពានទឹកដីខ្មែរយ៉ាងសាហាវព្រៃផ្សៃ